បាទជម្រាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះដែរក៏ចេញវីដេអូបែប voice over បាទដើម្បីឲ្យបងប្អូនបានទេសនាអំពីខេត្តសៀមរាបនាពេលរាត្រីបងប្អូនបាទទីតាំងនេះផងដែរគឺខ្ញុំបានថតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរយើងបងប្អូនបាទនៅស្ថិតនៅក្នុងស្រុកសូននិគមយើងបងប្អូនបាទជាអាកាសយានដ្ឋានថ្មីបាទហើយថ្ងៃនេះផងដែរគឺជាថ្ងៃដែលខ្ញុំបានចេញមកផ្ទះវិញបាទចេញពីកន្លែងធ្វើការហើយក៏លុបគ្នាមកផ្ទះណាហើយចម្ងាយពីកន្លែងដែលខ្ញុំធ្វើការហ្នឹងមកផ្ទះខ្ញុំគឺចម្ងាយ61គីឡូបាទទាំងទៅទាំងមកវា122គីឡូអញ្ចឹងទៅថ្ងៃនេះខ្ញុំបានធ្វើដំណើរលុបគ្នាបាទថ្ងៃនេះបានគ្នាជិះជុំអញ្ចឹងណាបាទបាន2នាក់បាទពីទូទៅគឺខ្ញុំធ្វើដំណើរទៅហើយនឹងមករាល់ថ្ងៃបងប្អូនហើយដោយសារយើងអត់ចំណូលបាទគេងនៅឆ្ងាយទេអញ្ចឹងណាបងប្អូនបាទហើយទេសភាពនៅពេលរាត្រីនេះគឺថាស្រស់ស្រាយដែរបងប្អូនតិចក៏ពិតការធ្វើដំណើរពេលយប់គឺល្អមួយយ៉ាងបងប្អូនវាតិចអត់សូវហួតក្តៅអញ្ចឹងបងប្អូនបាទគ្រាន់ថារៀងស្ងាត់បងប្អូនបាទតែមិនធ្វើទេបងប្អូនដោយសារនៅវេលាម៉ោង9យប់ហ្នឹងគឺមានឡានចេញចូលអាកាសយានដ្ឋានរហូតដាក់ភ្ញៀវចុះឡើងអញ្ចឹងបងប្អូនហើយនេះជាទស្សនវិជ្ជាផ្លូវចូលនឹងចេញពីអាកាសយានដ្ឋានបាទច្រកសម្រាប់បុគ្គលិកយើងណាបងប្អូនបាទសម្រាប់ឡានម៉ូតូចេញចូលធ្វើការយើងទៅបាទហើយវីដេអូនេះក៏មិនសូវនឹងអីប្រហែលដែរបងប្អូនដោយសារតែខ្ញុំធ្វើដំណើរនេះគឺដាក់ទូរស័ព្ទថតនៅលើក្បាលម៉ូតូបាទទៅបើយើងបើកតិចអត់អីទេបើយើងបើកលឿនគឺវាញាក់បាទហើយនេះគឺជាទេសភាពមុខពលានយន្តហោះអន្តរជាតិសៀមរាបអង្គរថ្មីរបស់យើងបាទរង្វង់មូលធំបងប្អូនបាទគេយកគំរូតាមរង្វង់មូលស្រុកប្រទេសស្រីបងប្អូនធំណាស់នៅនេះណាបាទហើយនេះជាទស្សនវិជ្ជាតាមដងផ្លូវអាកាសយានដ្ឋានថ្មីរបស់យើងបាទធំមកផ្លូវនេះបងប្អូនបាទហើយនៅកណ្ដាលផ្លូវគេពុះទ្រូងបាទហើយមានដាំជាផ្ការំយោលអីចឹងដែរបងប្អូនបាទបងប្អូននៅតាមដងផ្លូវគឺយើងមានសូឡាបំភ្លឺផ្លូវបងប្អូនគឺថាយប់ឡើងយើងធ្វើដំណើរល្អមួយយ៉ាងដែរបងប្អូនភ្លឺបានពីសូឡាពីខាងលើមកហើយនឹងបូកនឹងពលឺម៉ូតូយើងបាទទៅយើងធ្វើដំណើរដោយមានទំនុកចិត្តអញ្ចឹងណាយប់ប៉ុណ្ណាក៏យើងហ៊ានមានអារម្មណ៍ថាយើងជិះអត់សូវខ្លាចអីចឹងទៅបងប្អូនជាធម្មតាការធ្វើដំណើរផ្លូវឆ្ងាយបងប្អូនតែងតែជួបអារម្មណ៍មួយថាខ្លាចអីចឹងណាប៉ុន្តែខ្ញុំអត់ខ្លាចទេបងប្អូនដោយសារយើងធ្វើដំណើរដោយសារម៉ូតូយើងលឿនដែរអញ្ចឹងទៅការធ្វើដំណើរគឺថាសុទ្ធយោបងប្អូនបាទហើយទេសភាពក៏ស្អាតហើយខ្យល់ក៏ត្រជាក់ស្រួលដែរបាទ